សួរអស់គ្រប់ទិដ្ឋភាពចឹងខ្ញុំគិតថានេះគឺជាឱកាសដែលសំខាន់ហើយខ្ញុំក៏សូមជាឱកាសនេះជំរាបជូនផងដែរថាដូចជាអ្វីដែលអាដាមបណ្ឌិតវិជាឧបនាយករដ្ឋមន្ត្រីហងជួនរដ្ឋាភិបាលលើកឡើងហើយថាមិនថាប្រទេសជាតិនៅក្នុងដំណាក់កាលណាទេទាំងដំណាក់កាលសន្តិភាពដំណាក់កាលសង្គ្រាមរឿងដែលសំខាន់ការអភិវឌ្ឍធនធានមនុស្សនៅតែជាកត្តាចាំបាច់គឺជារឿងសំខាន់បំផុតអញ្ចឹងគឺថាការស្នេហាជាតិត្រូវចាប់ផ្ដើមចេញមកពីការពង្រឹងខ្លួនឯងជាពិសេសគឺពង្រឹងគេហៅថាជាពង្រឹងសមត្ថភាពខ្លួនឯងតែម្ដងអញ្ចឹងក្នុងនាមក្រសួងអប់រំយុវជននិងកីឡាគឺយើងប្រកាសជាមានមោទនភាពខ្លាំងណាស់ដែលបានចូលរួមនៅក្នុងកម្មវិធីថ្ងៃនេះហើយខ្ញុំក៏សូមជម្រាបផងដែរថាខ្ញុំមានការសប្បាយរីករាយដែលខ្ញុំឃើញបងប្អូនជាច្រើនបានចូលរួមនៅក្នុងតាំងពីពណ៌ថ្ងៃនេះដោយសារថានេះគឺបានឆ្លុះបញ្ចាំងឲ្យឃើញថាសមត្ថភាពរបស់និស្សិតយើងរបស់សិស្សយើងឥឡូវនេះគឺអាចឈានទៅដល់កម្រិតអន្តរជាតិហើយយើងដឹងហើយថាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកសិតតែជាសាកលវិទ្យាល័យដែលល្បីកម្រិតពិភពលោកហើយនៅពេលដែលយើងឃើញកំណើននិស្សិតរបស់យើងសិស្សរបស់យើងអាចមានលទ្ធភាពទៅសិក្សានៅសាកលវិទ្យាល័យកម្រិតពិភពលោកដែលនេះគឺឆ្លុះបញ្ចាំងថាគុណភាពអប់រំនៅក្នុងប្រជាជាតិកម្ពុជាយើងកំពុងតែមានការរីកចម្រើនខ្លាំងអញ្ចឹងម្ដងទៀតគឺតាំងនេះក្រសួងអប់រំយុវជននិងកីឡាគឺយើងពិតជាមានបេតិសោមនស្សរីករាយហើយសូមអរគុណទៅដល់ស្ថានទូតអាមេរិកដែលរៀបចំឲ្យមាននៅកម្មវិធីនេះឡើងដើម្បីបានផ្លាស់ប្ដូរព័ត៌មាននេះគ្រប់ជ្រុងជ្រោយបាទ